បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះមកលេងព្រៃហើយពិសេសពិសាលហើយក៏មានអបនិស្ស័យបានជួបនៃប្រភេទបើដោះដើមរាំងហ្នឹងហើយនេះមុំចង្ក្រានណាអ្នកខ្លះគេហៅមុំចង្ក្រានខ្លះទៀតហៅឈើតេបអ្នកខ្លះទៀតហៅបំពង់លូតហ្នឹងហើយក្មេងជំនាន់ក្រោយមិនស្គាល់ទេហ្នឹងហើយតែចាស់គាត់ស្គាល់ច្បាស់ប្រភេទបើដោះមុំចង្ក្រាននេះណែជាក់ស្ដែងយើងមើលមុំ3ចង់និយាយថាមុំ3នេះមុំ3ប៉ុន្តែដោះតែមួយទេពីរទៀតអត់ដោះទេហ្នឹងហើយជាក់ស្ដែងពុកម៉ែបងប្អូនមើលទៅបាទហ្នឹងហើយប្រភេទបើដោះគឺអញ្ចឹងគេដាក់ដាំបាយណាមិនមែនថាទៅផ្សំអីបន្លំតកើអត់ទេណាហ្នឹងហើយព្រោះតំបន់ខ្ញុំគឺតំបន់ព្រៃគឺសម្បូរអ្នកខ្លះទៅមកចកាមកអីអញ្ចឹងមានដាក់នៃអីដាក់ចង្ក្រានដាក់អីមានតែដំចេះឯងនៅខាងកំពង់ធំខ្ញុំអីហ្នឹងហើយនៅខាងកំពង់ធំគឺដំរបៀបបុរាណអញ្ចឹងអត់មានផ្សំមានអីណាសូមបញ្ជាក់ខ្ញុំអត់ចេះប្លាំតកើអីមិនមែនបើដោះយកមកលេងសើចទេអត់ទេណាខ្ញុំគ្រប់ជំនឿខាងវត្ថុមង្គលគឺយើងអត់មានយកមកបន្លែបន្លំអីបោកប្រាស់អត់ទេហ្នឹងហើយពួកយើងគ្រប់នៃវត្ថុមង្គលគឺយើងគ្រប់ដោយស្មោះត្រង់ហ្នឹងហើយស្មោះត្រង់អត់មានបន្លែបន្លំអីអត់បានទេរបស់ទាំងអស់ហ្នឹងគឺធ្វើទុកយើងហ្នឹងហើយវាមិនមានប្រមាណទេអ្នកបោកប្រាស់គេរស់ស៊ីបោកប្រាស់គេនេះពុកម៉ែបងប្អូនវិលមកមើលបើដោះយើងវិញបានដោះផ្សិតទៅនេះដោះផ្សិតមិននឹកស្មានថាដើមឈើយើងដាក់ដាំបាយទៅវាដោះឡើងមួយម៉ែកលឹកដោះដើមមួយនេះសំណាមដាំបាយឯនេះសំណាមដាំបាយប្រភេទបើដោះនេះចង់និយាយថាយើងដាំបាយអាំងត្រីអាំងសាច់អីដាំទឹកហូបអីចឹងណាព្រោះពេលខ្លះយើងមកចកាមកព្រៃអីភាគច្រើនពេលខ្លះភ្លេចសម្ភារៈដូចជាចង្ក្រានអីគឺពេលខ្លះគឺអត់បានយកមកទេតែអាហ្នឹងដោយតំបន់ដែរណាហ្នឹងហើយតែតំបន់ខ្ញុំសវោវាមិនសវោណាស់ណាតើយើងមានអបនិស្ស័យដែរឡើងដោះផ្សិតទៅនេះហ្នឹងហើយពុកម៉ែបងប្អូនវីដេអូមានតែប៉ុណ្្នឹងហើយ